សួស្តីបងប្អូនដែលជាសិស្សានុសិស្សថ្នាក់ទី12ក្នុងឆ្នាំសិក្សា2025-2026ថ្មីនៅពេលខាងមុខនេះបាទថ្ងៃនេះលោកគ្រូនឹងលើកយកលំហាត់មួយនៅក្នុងមេរៀនរូបវិទ្យាថ្នាក់ទី12មេរៀនទី1ទ្រឹស្ដីស៊ីបន្តិចនៃស្មានយកមកដោះស្រាយជូនបងប្អូនទាំងអស់គ្នាបាទបងប្អូនខ្លះក៏បានរៀនមុនរួចមកហើយដែរបាទតែឥឡូវលោកគ្រូចង់ឲ្យបងប្អូនមកមើលលំហាត់មួយនេះជាមួយនឹងលោកគ្រូបាទអញ្ចឹងលំហាត់នេះគេថាធុងមួយមានចំណុះបាទ8.31 លីត្របាទរាងធំដែរណាបាទធុងហ្នឹងអញ្ចឹងធុងហ្នឹងផ្ទុកឧស្ម័នគំរូ2ម៉ូលបាទផ្ទុកឧស្ម័នគំរូ2ម៉ូលក្រោមសីតុណ្ហភាព27អង្សាសេចឹងគេប្រាប់3ហ្នឹងណាហើយនេះជាតម្លៃថេមួយបាទដែលគេហៅថាថេសកលនៅឧស្ម័ននោះបាទ Air ស្មើ8.31 Joule ក្នុង1ម៉ូកែនវិនបាទចឹងក្នុងលំហាត់នេះសំណួរគេសួរថាឲ្យយើងគណនារកសម្ពាធឧស្ម័ននៅក្នុងធុងបាទគេចង់ដឹងមើលបាទតើធុងហ្នឹងមានសម្ពាធប្រមាណធម្មតាយើងដឹងហើយម៉ូលេគុលឧស្ម័នគឺវាធ្វើចលនាឥតជប់ឈរហើយនឹងគ្មានសណ្ដាប់ធ្នាប់បាទពេលនោះវានឹងកើតមានការទង់កិច្ចបាទអញ្ចឹងទង់កិច្ចរវាងម៉ូលេគុលជាមួយនឹងផ្ទៃធុងកើតមានសម្ពាធបាទអញ្ចឹងតើការគណនាសម្ពាធយើងប្រើតាមរូបមន្តអ្វីឬក៏សមីការអ្វីអញ្ចឹងយើងប្រើតាមសមីការឧស្ម័នបរិសុទ្ធអញ្ចឹងនៅក្នុងសមីការឧស្ម័នបរិសុទ្ធ PV ស្មើ NRT ចឹងអ្វីដែលយើងចង់ទាញរកគឺយើងចង់ទាញរកប៉ែចឹងនាំឲ្យប៉ែនឹងស្មើអីប៉ែស្មើ N RT នៅលើ V បាទចឹងដោយចឹងរបស់ថេយើងដាក់មុនគេដូចជា air អញ្ចឹង 8.31 Joule ក្នុង1ម៉ូលកែនវិន N 2ម៉ូលបាទ2ម៉ូលវេ8.31 លីត្រអញ្ចឹងយើងដឹងហើយថា1លីត្រវាស្មើនឹង1ដេស៊ីម៉ែត្រគីបហើយ1ដេស៊ីម៉ែត្រគីបគឺស្មើនឹង10ស្វ័យគុណដក3ម៉ែត្រគីបអញ្ចឹងវាទៅជា 8.31 គុណឲ្យ10ស្វ័យគុណដក3ម៉ែត្រគីបចុងក្រោយសីតុណ្ហភាពអញ្ចឹងគេឲ្យ27អង្សាសេអញ្ចឹង27យើងត្រូវបំបែកទៅជាកែនវិនអញ្ចឹងត្រូវបូក 273 អញ្ចឹងកន្លែងហ្នឹងយើងទទួលបានតម្លៃមួយគឺ2បាទ2ម៉ានមើលបូកមើល0នៅនេះ9បាទ300កែនវិនអញ្ចឹងគេបានសម្ពាធនៅក្នុងធុងប៉ែស្មើនឹងចំនួនម៉ូល2ម៉ូល Air 8.31 T 300 Weight របស់យើងគឺ 8.31 គុណឲ្យ10ស្វ័យគុណដក3
ចឹងយើងឃើញថាអានេះซึ่งសម្រួលអស់ណាបាទសម្រួលអស់ហើយអានេះ2គុណនឹង3 6អានេះវានៅសល់10សេគុណ2អានេះ10សេគុណដក3កាលណាបងឯងលើកឡើងលើវាទៅជាបាទ10សេគុណ3 10សេគុណ3ជាមួយ10សេគុណ2បាន10សេគុណ5អញ្ចឹងຂ្នាតប៉ាស្កាល់ដូចនេះសម្ពាធឧស្ម័នគឺ6 គុណ10សេគុណ5ប៉ាស្កាល់